អ្នកគ្រូហេតុអីបានខ្ញុំធ្វើសមាធិនៅតែមិនមានចិត្តស្ងប់ហេតុអីធ្វើសមាធិហើយនៅតែមិនទាន់ឃើញលទ្ធផលនៅក្នុងការធ្វើសមាធិមុននឹងអាចទៅដល់មានចិត្តស្ងប់បានលុះត្រាតែយើងធ្វើវារឿយៗធ្វើវារាល់ថ្ងៃយកវាឲ្យคล้ายទៅជាទម្លាប់យកវាឲ្យคล้ายទៅជាវិន័យហើយមួយវិញទៀតបងប្អូនថាធ្វើមិនទាន់ឃើញលទ្ធផលសម្រាប់បងប្អូនដែលទើបនឹងចាប់ផ្ដើមធ្វើបានន័យថាចិត្តយើងមិនទាន់ស្ងប់នោះលទ្ធផលមិនទាន់មានទេក៏ប៉ុន្តែបងប្អូនអាចសង្កេតមើលបានថាតើយើងឆាវឆាវដូចមុនទេឬក៏យើងចាប់ដើមចេះត្រេះរិះពិចារណាច្រើនជាងមុនបងប្អូនដែលគាត់កំពុងតែជួបនឹងវិបត្តិបងប្អូនដែលគាត់កំពុងតែជួបនឹងបញ្ហាអ្វីមួយបើសិនជាបងប្អូនគ្មានជំរើសទេចូលអ្នកទាំងអស់គ្នាដក5ទៅ10នាទីធ្វើសមាធិអញ្ចឹងបងប្អូនតែងតែដឹងហើយថាបញ្ញាស្មារតីមិនអាចកើតឡើងនៅពេលដែលយើងខឹងមិនអាចកើតឡើងនៅពេលដែលយើងមួម៉ៅមិនអាចកើតឡើងនៅពេលដែលយើងគិតច្រើនបញ្ញាស្មារតីកើតឡើងនៅពេលដែលចិត្តយើងនឹងចិត្តយើងស្ងប់ខ្លួនយើងរីឡែកអារម្មណ៍រីករាយ